ពីមុនកូនបានដើរផ្លូវខុសមិនស្គាល់ព្រះពិតថាជាអ្វីកូនមិនដែលយល់ពីពាក្យសំដីដើរលើវិថីដែលគ្មានគោលដៅព្រះគ្រីស្ទជាព្រះពិតដ៏ឧត្តមទ្រង់បានយាងមកសង្គ្រោះលោកកាជួយកូនប្រុសស្រីរួចពីទុក្ខផុតទុក្ខវេទនាពីថ្ងៃនេះចិត្តខ្ញុំនឹកដល់តែព្រះគ្រីស្ទពិតនឹកសេចក្តីពិតទ្រង់បានប្រទានអប់រំប្រដៅមិនដែលខកខានព្រះគ្រីស្ទជាផ្លូវជាសេចក្តីពិតកូនដើរតាមទ្រង់ប្រុសប្រណីកូនប្រុសកូនស្រីដោយក្តីករុណាជឿលើព្រះគ្រីស្ទមានរិទ្ធអស្ចារ្យព្រះវរបិតានៃកូនគ្រប់គ្នាកូនសូមជឿលើព្រះគ្រីស្ទជីវិតមួយនេះផ្ញើលើទ្រង់ហើយមិនថាជាតិនេះឬក៏ជាតិក្រោយប្រាថ្នាសូមឲ្យជួបតែព្រះគ្រីស្ទយើងជាគ្រីស្ទានមានចិត្តបរិសុទ្ធរស់នៅសុខខំរស់ដោយសប្បាយរស់គ្មានខ្វល់ខ្វាយរួចផុតទុក្ខភ័យ